Nghiệp xưa ông Pu Minh Mía bông ô chỉ ti rộp an ông Pu Minh Mía nơi chăm ban smai có hôm tết cha một quan buồn hỏi chật hẻm mai có hôm ban việc ti công phong pin ban nơi ngày ti đầm park 2 เมษา mai có hôm con tay mình dây tha nâng Americ nâng lẹ quả bay hai smai lúc cái ở đám cơ nơi trung bình teអ្នកនិពន្ធសភៅនេះគាត់រស់នៅប្រទេសអាមេរិកស្វីសកាណាដាសម័យនោះពីភ្នំពេញទៅខេត្តបាត់ដំបងចំណាយរយៈពេល3 ខែគឺដោយដើរទាំងដើរទៅរមាំងគឺសម័យនោះហើយពួកគាត់ភៀសខ្លួនទៅក្រៅប្រទេសទៅដល់ជំរកដែនជាដែនមានជនជាតិខ្មែរយើងជាច្រើនអ្នកនៅចាំរងចាំជំនះខ្លួនទៅក្រៅប្រទេសអ្នកខ្លះទៅក៏កកកុញនៅភូមិច័ន្ទអូ3ជាន់អ្នកខ្លះទៅក៏បានទៅអ្នកខ្លះទៅក៏រស់នៅតំបន់ជីដែនហ្នឹងទៅតែតំបន់ជីដែនជារបស់ខ្មែរយើងទេហើយអ្នកខ្លះក៏បែកទាំងគ្រួសារអ្នកខ្លះទៀតក៏បានជួបគ្រួសារវិញនៅឆ្នាំ1980ជួនចូលស្រុកមកសម្រាប់ជនជាតិខ្មែរយើងចិត្តផុតពូជតើបងប្អូនធ្លាប់មានឮគេនិយាយទេថាប្រទេសយើងប្រទេសខ្មែរប្រទេសកម្ពុជាតូចប្រជាជនតិចធ្លាប់ឮទេតែខ្ញុំមើលប្រវត្តិសាស្ត្រទៅប្រទេសកម្ពុជាយើងទឹកផ្ទៃដីធំណាស់នៅខាងកើតខាងជួនយក21 ខេត្តហើយខាងសៀមវិញយក37 ខេត្តហើយណាមួយខ្មែរយើងនៅសខ្មែរលើហៅខ្មែរសរិនហើយខ្មែរក្រមដល់ពេលសម័យនេះស្តៀងនឹងសម័យខ្មែរក្រហមទេទោះព្រះសង្ឃក៏ដោយរាជសាមញ្ញក៏ដោយតើលពឹសដៃចូលខមមិនឬកាត់តរូបភាពចាត់ទុកជាជនក្បត់ជាតិហើយទៅប្រហែលថ្ងៃនេះបងប្អូនមានបានឃើញទេថ្ងៃទី16ឬ17សៀមបានផ្ដង់អន្តរជាតិហើយថាខ្មែរយើងល្មើសការបត់បាក់ឈប់បាញ់ហើយបងប្អូននៅចាំបានទេនៅថ្ងៃទី26ខែ10នាយករដ្ឋមន្ត្រីកម្ពុជាប្រទេសកម្ពុជាយើងបានអញ្ជើញទៅប្រទេសម៉ាឡេស៊ីដើម្បីចុះហត្ថលេខាថ្មីធ្វើកិច្ចព្រមព្រៀងថ្មីហើយ10ថ្ងៃនោះសៀមក៏ដាក់4ចំណុចមកវិញ1ដកសភាវុធនៅតាមព្រំដែន2ជំរាបពលរដ្ឋខ្មែរចេញពីភូមិជោគជ័យព្រៃច័ន្ទនិងកន្លែងផ្សេងទៀត3ដោះមីនតាមព្រំដែនខ្មែរ4បំបត្តិការឆោបបោកឬល្បែងអនឡាញនៅប្រទេសកម្ពុជាប៉ុន្តែប្រទេសសៀមគឺជាប្រទេសអាក្រក់លួចដីគេហើយឈ្លានពានដីគេហើយនៅតែខ្លួនឯងថាល្អទៀតលាបពណ៌គ្រប់យ៉ាងបងប្អូនខ្មែរនៅប្រទេសខ្មែរសូមរក្សាសុខភាពឲ្យបានល្អផងថែសុខភាពបានល្អផងនៅថ្ងៃនេះព័ត៌មានបាននិយាយថាសៀមវាបានចាក់ថ្នាំទៅឆ្កែឲ្យឆ្កែឈួតបំពេចឲ្យឆ្កែនោះរត់មកខាំកងទ័ពខ្មែរយើងចឹងហើយសូមបងប្អូនប្រយ័ត្នប្រយែងទាំងអស់គ្នាបងប្អូនកងទ័ពត្រូវតែថែសារទាំងអស់គ្នាឃើញអាឆ្កែនោះបាញ់វាងាប់ឆាប់ទៅចាត់វាខាំយើងវិញហើយណាមួយសៀមពីលួចវប្បធម៌យើងច្រើនណាស់របស់តូចតាចដូចជារបស់ញ៉ាំពោតកបោទៅស្ដែកទៅដែលកេវកតូងជាស្លឹកចេកខ្មែរយើងជាប្រពៃណីរបស់ខ្មែរយើងទេតែវាលួចយកទៅធ្វើជារបស់វាខ្មែរយើងអាងថាស្លឹកចេកថ្លៃឈប់ប្រើទិញចានជ័ររបស់សៀមហើយយើងជួយទិញផលិតផលវាច្រើនណាស់ប៉ុន្តែវាបកក្បាលមកវិញវាធ្វើបាបយើងអញ្ចឹងហើយសៀមវាសងំយកពឹសខ្លាំងណាស់បងប្អូនអើយសូមប្រយ័ត្នប្រយែងតិចចាអរគុណ